សប្បុរសជនឥណ្ឌាស្នើសុំកម្ពុជាជួយគាំទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជាឥណ្ឌានិងកិច្ចសហការនាំភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាសប្បុរសជនឥណ្ឌាដែលស្រឡាញ់សន្តិភាពនិងគាំទ្រអភិរក្សទេសចរបែបវប្បធម៌និងសាសនានាថ្ងៃទី20មករាឆ្នាំ2026បានស្នើសុំក្រសួងទេសចរជួយគាំទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជាឥណ្ឌានិងកិច្ចសហការនាំភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើងក្នុងជំនួបនេះលោករាជីវ រាជាកាសៀស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation បានសំណើសុំការគាំទ្រពីក្រសួងទេសចរលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជាឥណ្ឌានៅកម្ពុជាតាមរយៈជំនួយគាំទ្រពីសប្បុរសជនឥណ្ឌាដែលស្រឡាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជានិងប្រទេសកម្ពុជាទន្ទឹមនឹងនេះលោកក៏បាននាំយកអំណោយសប្បុរសធម៌ជាអង្គរចំនួន2តោនតាមរយៈក្រសួងទេសចរដើម្បីបន្តផ្ដល់ជូនដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននិងបងប្អូនប្រជាពលរដ្ឋភាគសឹកដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ផ្ដល់កម្លាំងចិត្តដល់វីរៈភាពកងទ័ពការពារជាតិរបស់យើងនិងជាការគាំទ្រវីរៈកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហានក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រីបានកោតសរសើរវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់លោកបណ្ឌិតស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ដែលបានលើកនៅគំនិតផ្ដួចផ្ដើមដ៏ល្អនេះនិងការតាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជាតាមរយៈសកម្មភាពការទូតទេសចរនិងវប្បធម៌ដែលប្រទេសកម្ពុជានិងឥណ្ឌាមានចំណងការទូតជាង74ឆ្នាំមកហើយព្រមទាំងជាបងប្អូនរួមវប្បធម៌និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ